រដ្ឋសភាជាតិបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីអំពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នៅក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការដឹកជញ្ជូនកាត់បន្ថយការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ការអនុម័តនេះធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភានាព្រឹកថ្ងៃទី22ខែមិថុនាឆ្នាំ2026នេះសេចក្តីព្រាងច្បាប់ស្តីអំពីវិសោធនកម្មច្បាប់ស្តីអំពីផ្លូវថ្នល់គឺជាការធ្វើវិសោធនកម្មចំនួន15មាត្រាលើច្បាប់ស្តីអំពីផ្លូវថ្នល់ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី4ខែឧសភាឆ្នាំ2014តាមការគូបញ្ជាក់របស់រាជរដ្ឋាភិបាលនៅក្នុងសេចក្តីថ្លែងហេតុសេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសំណុំពររបស់វិស័យឯកជនក៏ដូចជាការអភិវឌ្ឍជាក់ស្ដែងនៃសង្គមសេដ្ឋកិច្ចព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ការធ្វើវិសោធនកម្មច្បាប់នេះមានគោលដៅដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្ដាញផ្លូវថ្នល់ព្រមទាំងពិន័យអន្តរការនិងទោសបញ្ញត្តិចំពោះបទល្មើសពាក់ព័ន្ធទៅនឹងការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាឯកឧត្តមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនបានគូបញ្ជាក់ថាច្បាប់ថ្មីនេះនឹងរួមចំណែកធ្វើការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានសុវត្ថិភាពកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងធានាបាននូវគុណភាពនិងចីរភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលអាចជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារសម្រាប់ការជួសជុលនិងថែទាំផ្លូវជារៀងរាល់ឆ្នាំសម្រាប់វិស័យឯកជនវិសោធនកម្មច្បាប់នេះនឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូននិង Logistics លើកកម្ពស់សមត្ថភាពប្រកួតប្រជែងទាំងថ្នាក់ជាតិនិងតំបន់ព្រមទាំងពង្រឹងតម្លាភាពនិងសមត្ថភាពនៅក្នុងការអនុវត្តច្បាប់តាមរយៈការកំណត់ការពិន័យនិងទោសបញ្ញត្តិឲ្យបានច្បាស់លាស់និងស្របទៅតាមស្ថានភាពជាក់ស្ដែងជាមួយគ្នានេះការធ្វើបច្ចុប្បន្នកម្មក្របខ័ណ្ឌគតិយុត្តឲ្យស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យាយានយន្តក៏នឹងជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសផងដែរ អស់កម្លាំងទៅកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំង